ឈប់សិនអាល្អិតជប់ប្រលប់ហើយនៅមកលួចនំប៉ោដល់តុខ្ញុំទៀតពូឲ្យកុំប្តឹងប៉ូលីសអីពូខ្ញុំមិនមែនក្មេងអាក្រក់ទេពូប្អូនស្រីខ្ញុំមិនបានហូបអីមួយថ្ងៃពេញហើយចុះឪពុកម្ដាយអញទៅណាអស់ហើយបងប្រុសខ្ញុំឃ្លានខ្ញុំចង់ហូបនំប៉ោសាច់ប៉ាខ្ញុំស្លាប់ដោយសារគ្រោះថ្នាក់នៅការដ្ឋានកាលពីឆ្នាំមុនម៉ាក់ក៏រៀបការថ្មីបាត់ទៅហើយលោកតាក៏ទើបតែដួលបាក់ជើងកាលពីប៉ុន្មានថ្ងៃមុននេះនៅផ្ទះសំបីតែអង្គក៏គ្មានហូបដែរថ្ងៃនេះប្អូនស្រីខ្ញុំគ្រុនក្តៅយំមិនឈប់ទេខ្ញុំគ្មានជំរឿអ្វីទៀតទេលោកលីនៅឈរធ្វើអីទៀតឆាប់ឲ្យក្មេងចូលមកក្នុងមកមីងឲ្យខ្ញុំនៅសល់លុយ$1តើខ្ញុំអាចទិញនំប៉ោថោកបំផុតពីឲ្យប្អូនស្រីខ្ញុំបានទេអាល្អិតឲ្យលុយ$1ទិញបានប៉ុន្មានទៅមកអង្គុយក្បែរចង្ក្រាននេះមកឲ្យក្តៅខ្លួនបន្តិចលោកលីយកទឹកសណ្តែកក្តៅឲ្យក្មេងមួយចានទៅហូបយឺតណាកុំឲ្យស្គៀបបងប្រុសហូបដែរមកយូអញហូបទៅសិនចុះបងមិនឃ្លានទេយកពងមាន់និងនំប៉ោថែមទៀតឲ្យក្មេងនេះយកទៅឲ្យជីតានៅផ្ទះផងលោកលីយកលុយ$5000ដែលយើងត្រៀមទិញអីវ៉ាន់នោះមកក្មួយឲ្យយកលុយនេះទៅទុកប្រើសិនចុះឆាប់នាំលោកតាក្មួយទៅមន្ទីរពេទ្យទៅមីងឲ្យច្រើនពេកហើយខ្ញុំមិនអាចទទួលយកបានទេក្មួយជាបង្គោលគ្រួសារក្មួយមិនអាចដួលនៅពេលនេះបានទេពូមីងថ្ងៃក្រោយខ្ញុំនឹងសងលុយអ្នកមីងវិញឲ្យខាន់តែបានអ្វីដែលមីងឲ្យអញខ្ចីមិនមែនគ្រាន់តែជាលុយទេគឺចង់ឲ្យគ្រួសារអញឆ្លងកាត់គ្រាលំបាកនេះឲ្យបានក្រៅពីលោកតាអ្នកមីងគឺជាមនុស្សដំបូងគេដែលល្អជាមួយខ្ញុំខ្លាំងម្ល៉េះទោះលំបាកយ៉ាងណាក៏កុំលួចកុំប្លន់គេឲ្យសោះទោះខ្លួនក៏កុំឲ្យក្រសើធွာដែរត្រូវមើលថែប្អូនស្រីឲ្យល្អថ្ងៃមុខនឹងមានថ្ងៃដែលអញជោគជ័យជាក់ជាមិនខានលោកឈឹងរលក់នំប៉ោចាស់ដែលលោកឲ្យខ្ញុំរកនៅតែរកមិនឃើញដំណឹងសោះបានសួរខាងអាជ្ញាធរមូលដ្ឋានហើយឬនៅក្រោយពេលផ្សាររាត្រីរុះរើពួកគេបានផ្លាស់ប្ដូរទីលំនៅច្រើនដងណាស់បន្តរកទៀតទៅច្រើនឆ្នាំហើយលោកនៅតែនឹកដល់ពូលីនិងអ្នកមីងទៀតឬបើកាលនោះពួកគេមិនបានផ្ដល់បាយក្តៅឲ្យបងប្អូនយើងខ្ញុំនិងលោកប្រហែលជាឃ្លានស្លាប់តាំងពីយូរមកហើយឥឡូវក្រុមហ៊ុនរបស់លោកពង្រីកទូទាំងប្រទេសទៅហើយទោះក្រុមហ៊ុនធំប៉ុណ្ណាក៏ដោយខ្ញុំនៅតែមិនអាចបំភ្លេចនំប៉ោប៉ុន្មានគ្រាប់នៅយប់នោះបានទេអញ្ចឹងខ្ញុំនឹងរៀបចំឲ្យគេបង្ហោះវីដេអូរកប់មនុស្សតាមបណ្ដាញសង្គមក្នុងតំបន់ហើយតាក់ទងទៅសហគមន៍និងសារព័ត៌មានទៀតឲ្យតែពួកគេនៅក្នុងទីក្រុងនេះខ្ញុំនឹងរកពួកគេឲ្យឃើញបងលោកចង់តបស្នងសងគុណពួកគេមែនទេមិនមែនតបស្នងទេគឺសងគុណបើគ្មានពូលីនិងអ្នកមីងចាងទាំងពីរអ្នកនោះទេក៏គ្មានឈឹងយ៉ាងក្នុងថ្ងៃនេះដែរស្ថានភាពលោកយាយពេលនេះគឺធ្ងន់ធ្ងរខ្លាំងណាស់បើមិនទាន់បង់ថ្លៃព្យាបាលមុនរសៀលថ្ងៃស្អែកនេះទេការវះកាត់ត្រូវតែពន្យាពេលបន្តទៀតសូមមេត្តាផ្ដល់ពេលឲ្យខ្ញុំ2ថ្ងៃទៀតចុះខ្ញុំកំពុងតែលក់តូបទាន់បានលុយមកដល់ខ្ញុំនឹងយកមកបង់ភ្លាមមិនមែនពួកយើងមិនចង់សម្រួលឲ្យទេបើពន្យាពេលទៀតខ្លាចក្រែងថ្ងៃក្រោយសំបីតែចុះពីលើក្រែក៏មិនរួចដែរបាទខ្ញុំយល់ហើយលោកលីតូបឥឡូវគេឲ្យថ្លៃត្រឹមតែ30,000ប៉ុណ្ណោះថោកជាងតំបន់ជុំវិញដល់ទៅជាង10,000ឯណោះស្ថានភាពរបស់អ្នកវាបន្ទាន់ណាស់ពន្យាពេលលេងបានហើយបើមានរឿងអ្វីកើតឡើងតើឲ្យខ្ញុំរស់នៅយ៉ាងម៉េចទៅពេលខាងមុខបានទោះបីជាលក់តូបក៏ដោយយើងនៅខ្វះ18,000ទៀតពេលនេះសំបីតែលុយយកទំនិញមកលក់ក៏មិនមានដែរតើទៅខ្ចីគេពីណាមកច្រើនម្ល៉េះខ្ញុំនឹងទៅរកឆៃវេអ្នកនៅទៅរកវាទៀតហីពេលអ្នកសម្រាប់ពេទ្យលើកមុនសំបីតែទូរស័ព្ទវាក៏ខ្ជិលលើកដែរយ៉ាងណាក៏ដោយវាក៏ជាកូនប្រុសច្បងរបស់យើងដែរប៉ាហេតុអ្វីប៉ាមកទៀតហើយម៉ាក់កូនសម្រាប់ពេទ្យហើយប៉ាសុំខ្ចីលុយ18,000សិនមក18,000ប៉ាឈួតហើយមែនទេពេលកូននៅតូចកូនក្តៅខ្លួនខ្លាំងគឺជាម៉ាក់កូនដែលពោនំកូនរត់ពាក់កណ្ដាលក្រុងម្យ៉ាងទៀតការទិញផ្ទះរៀបការក៏ប៉ានិងម៉ាក់ជាអ្នកសន្សំលុយឲ្យកូន1រៀលដែរឈប់ទៅការចិញ្ចឹមខ្ញុំគឺជាកាត់ប្រកិច្ចរបស់ប៉ាម៉ាក់ហើយកុំយកអតីតកាលមកដាក់សម្ពាធលើខ្ញុំរាល់ថ្ងៃអីអ្នកនិយាយស្ដីអីបែបនេះចាស់ទៅអត់មានលុយក៏ត្រឡប់មករកកូនផ្ទះណាខ្លះអត់មានសម្ពាធនោះ18,000សង្គ្រោះជីវិតផ្ទះយើងមិនមែនជាធនាគារទេណាពេលក្មេងមិនចេះសន្សំឥឡូវមកបន្ទោសអ្នកណាម៉ែក្មេកអ្នកឯងក្រោកតាំងពីម៉ោង3ព្រឹកមកខ្ចប់នំប៉ោរដូវរងាដៃប្រេះហូរឈាមគាត់ខំប្រឹងតស៊ូទាំងអស់នេះដើម្បីអ្នកណានោះគឺគាត់ខ្លួនឯងទេដែលចង់លំបាកពាក់ព័ន្ធអីនឹងពួកយើងល្អចាប់ពីពេលនេះទៅទោះបីជាខ្ញុំចេញទៅសុំទានគេក៏ខ្ញុំមិនសុំជំនួយពីអ្នកទាំងពីរទៀតដែរជាជនម៉ែឯងនៅមន្ទីរពេទ្យរងចាំវះកាត់ពួកយើងពិតជាអស់ផ្លូវដើរហើយកូនជួយខ្ចីលុយ18,000សិនទៅប៉ានឹងសងវិញបន្តិចម្ដង18,000ប៉ាឈួតនឹងលុយហើយមែនទេជាជននឹងគឺជាម៉ែបង្កើតរបស់កូនណាឥឡូវគាត់ឈឺរហូតដេកមិនលក់ពេញមួយយប់ចុះបើម៉ែបង្កើតចុះឥឡូវខ្ញុំត្រូវបង់រំលោភផ្ទះរំលោះឡានសង្កត់ខ្ញុំដកដង្ហើមមិនរួចផងខ្លួនឯងក៏មិនដឹងទៅរួចរត់ពេលកូនទិញផ្ទះរៀបការខ្វះ20,000គឺម៉ែឯងដែលដើរសុំខ្ចីលុយគេទាំងយប់ទាំងអាធ្រាត្រឆ្នាំដែលកូនរៀបការគាត់ក្រោកពីម៉ោង2ព្រឹកមកគុំសៅពេលថ្ងៃនៅទៅលើកទំនិញនៅផ្សារទៀតគ្រាន់តែចង់ឲ្យកូនមានផ្ទះស្អាតនៅនោះក៏ព្រោះតែអ្នកទាំងពីរចង់ធ្វើខ្លួនឯងទេមាននរណាទៅបង្ខំអ្នកជាជនកូននិយាយពាក្យបែបនេះបានដោយរបៀបណាខ្ញុំនិយាយខុសមែនទេជាឪពុកម្ដាយមិនមែនគួរតែជួយកូនទេហីពូមិនមែនខ្ញុំចង់និយាយទេណាអ្នកទាំងពីរចាស់ជ្រេហើយគឺសំតែត្រូវបែបនេះឯងលុយកាក់ដែលរកបានតាំងពីក្មេងគឺចាក់ចូលក្នុងខ្លួនកូនប្រុសអស់ហើយឥឡូវចាស់ជ្រេគ្មានលុយក៏ត្រឡប់មកធ្វើបាបពូយើងវិញលីលីនោះគឺជាម្ដាយក្មេករបស់នាងណាគាត់កំពុងដេកពេទ្យរងចាំសង្គ្រោះជីវិតរឿងសង្គ្រោះជីវិតអីក៏មកពាក់ព័ន្ធនឹងពូយើងតើឲ្យពូយើងឈប់រស់នៅដើម្បីតែគាត់សម្រាប់ពេទ្យមែនទេអ្នកទាំងពីរមិនដែលចេញលុយថ្លៃបណ្ដាការសំបីតែមួយកាក់ទាំងផ្ទះរៀបការការរៀបចំពិធីនិងការតុបតែងផ្ទះសុទ្ធតែខ្ញុំនិងម៉ាក់នាងជាអ្នកចេញកុំរាប់រឿងចាស់ពេកលុយនេះយើងមិនឲ្យខ្ចីដាច់ខាតចុះបើព្យាបាលមិនជាតើមិនខាតលុយឥតប្រយោជន៍ឬហាវហាវហា
ខ្ញុំនឹងមកឯងខំតស៊ូអស់ពាក់កណ្ដាលជីវិតចុងក្រោយបែរជាចិញ្ចឹមកូនដែលត្រជាក់សាច់គ្មានបេះដូងបែបនេះសោះលោកប្រធានចិនរកឃើញពូលីនិងអ្នកស្រីចាងហើយឥឡូវពួកគាត់កំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យស៊ីនហ្វាដើម្បីព្យាបាលជំងឺរបស់អ្នកស្រីចាងពូលីបានខ្ចីលុយគ្រប់ទីកន្លែងដែលគាត់អាចខ្ចីបានអស់ហើយលាថាគាត់ត្រៀមលក់ទាំងតូបលក់នំប៉ោចោលទៀតផងទៅមន្ទីរពេទ្យភ្លាមបងពិតជាពូលីនិងអ្នកផ្សេងមែនមិនខុសទេកាលពីសម័យយើងក្របំផុតគឺពួកគាត់នេះហើយដែលលួចលុយនិងផ្ដល់អាហារឲ្យយើងសូម្បីតែពាក្យត្អូញត្អែមួយម៉ាត់ក៏មិនដែលនិយាយឥឡូវពួកគាត់ត្រូវជួបទុក្ខលំបាកខ្លាំងយើងមិនអាចប្រងើយកន្តើយបានទេខ្ញុំយល់ហើយខ្ញុំនឹងរៀបចំឡានឥឡូវនេះហើយតាក់ទងក្រុមអ្នកជំនាញល្អបំផុតក្នុងប្រទេសដើម្បីបើកផ្លូវពិសេសឲ្យអ្នកស្រីចាងគ្រប់ថ្លៃព្យាបាលនិងថ្លៃវះកាត់ទាំងអស់ក្រុមហ៊ុនជាអ្នកទទួលខុសត្រូវបាទមួយទៀតមនុស្សដែលព្យាយាមបង្អាប់ថ្លៃតូបនោះទៅខាត់គេភ្លាមហាមលក់ហាងនេះដាច់ខាតបាទខ្ញុំនឹងទៅរៀបចំភ្លាមសូមសួរថាអ្នកណាឈ្មោះលីជីនមីនពូលីបាទខ្ញុំនេះហើយពូលីទីបំផុតខ្ញុំរកពូឃើញហើយឯងជាអ្នកណាខ្ញុំគឺជាក្មេងដែលធ្លាប់លួចនំប៉ោះពូកាលពីមុន17ឆ្នាំមុនគឺក្មេងម្នាក់នោះមែនទេពូនិងបងស្រីចាងអ៊ីបានជួយជីវិតខ្ញុំនិងប្អូនស្រីឯងគឺឆឹងយួនដែរពូគឺខ្ញុំពិតមែនខ្ញុំត្រឡប់មកវិញហើយពូលីចុះចាងអ៊ីវិញគាត់នៅសម្រាប់ក្នុងបន្ទប់ពេទ្យគ្រូពេទ្យនិយាយថាបើមិនវះកាត់ទេរៀបចំអ្នកជំនាញល្អបំផុតមកពីគ្រូជាបន្ទាន់បើកផ្លូវពិសេសភ្លាមគ្រប់ការចំណាយទាំងអស់ខ្ញុំទទួលខុសត្រូវមិនថាអស់លុយប៉ុន្មានទេត្រូវតែព្យាបាលចាងអ៊ីឲ្យជាបាទលោកប្រធានឆឹងពូលីចាប់ពីថ្ងៃនេះទៅគ្រប់ការចំណាយព្យាបាលរបស់ចាងអ៊ីគឺខ្ញុំជាអ្នកទទួលខុសត្រូវមួយទៀតក្នុងកាត់នេះមាន5លានបន្ទាប់ពីនេះចាងអ៊ីខ្ញុំជាអ្នកមើលថែមិនបាច់លក់ហាងហើយក៏មិនបាច់សុំជំនួយពីអ្នកណាទៀតដែរក្មួយឲ្យលុយច្រើនម្លេះលុយច្រើនប៉ុណ្ណាក៏មិនអាចប្រៀបនឹងនំប៉ោប៉ុន្មានគ្រាប់កាលពីមុនដែរពូសាក់គិតមើលបើមិនបានពូនឹងចាងអ៊ីជួយខ្ញុំនិងប្អូនស្រីប្រហែលជាស្លាប់ដោយសារត្រជាក់នៅតាមផ្លូវបាត់ទៅហើយថ្ងៃនេះដល់វេនខ្ញុំដែលត្រូវការពារពូវិញម្ដងពូលីឲ្យប៉ុន្មានឆ្នាំមកនេះពិតជាលំបាកខ្លាំងណាស់ខ្ញុំឃើញពូហូបបបរមួយចានមិញហូបទៅត្រូវយកដៃបាំងមុខបែបនឹងមិនស្រួលមែនទេប៉ុន្មានថ្ងៃនេះគិតតែពីបារម្ភរឿងជួយអ្នកចាំងអ៊ីទេពេលណាមានពេលគិតរឿងផ្សេងទៀតតែថ្មីយើងនៅមានជ័យសាច់ឈឺស្រាវជីវិតនឹងមានថ្ងៃល្អប្រសើរចាប់ពីពេលនេះទៅជីវិតចុងក្រោយរបស់ពូនិងអ្នកមីងពូយើងនឹងមើលថែហើយថ្មីនេះខ្ញុំក៏នឹងជួយថែរក្សាឲ្យពូវិញដែរពូឯងនេះសូម្បីតែរឿងថ្មីរបស់ខ្ញុំក៏នៅខ្វល់ខ្វាយទៀតពូលីកាលនោះពូគឺជាអ្នកជួយសង្គ្រោះជីវិតពូយើងឥឡូវដល់ពេលពូយើងមកមើលថែពូវិញម្ដងចាប់ពីពេលនេះទៅរឿងរបស់ពូក៏ជារឿងរបស់ពូយើងដែរចាប់ពីពេលនេះទៅពូអ្នកមីងចាំតែសប្បាយចិត្តនឹងជីវិតទៅចុះរឿងតូចតាចកាលនោះពូយើងភ្លេចបាត់ទៅហើយពិតជាមិននឹកស្មានថាអ្នកទាំងពីរនៅចាំរឿងលោកពូលីបាន17ឆ្នាំសោះកាលនោះអ្នកនឹងចាងអ៊ីមិនមែនឲ្យខ្ញុំត្រឹមតែនំបៅសេប៉ុន្មានគ្រាប់នោះទេគឺវាធ្វើឲ្យខ្ញុំដឹងថាលើលោកនេះនៅមានមនុស្សដែលមានចិត្តមេត្តាដូច្នេះហើយទើបប៉ុន្មានឆ្នាំនេះខ្ញុំតែងតែប្រាប់ខ្លួនឯងជានិច្ចថាធ្វើជាមនុស្សកុំភ្លេចដើមកំណើតធ្វើជាមនុស្សត្រូវចងចាំគុណរបស់គេបើគេជួយត្រឹមដំណក់ទឹកក៏ត្រូវសងត្រឡប់ទៅវិញដូចជាប្រភពទឹកដែរបងប្អូនឲ្យអ្នកទាំងអស់គ្នានិយាយថាការសងគុណបែបនេះរបស់ខ្ញុំ